ជំរាបសួរបាទសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទថ្ងៃនេះមានវីដេអូមួយចង់បញ្ញាអារម្មណ៍ដល់បងប្អូនពុកម៉ែមីមីទាំងអស់គ្នាដែលចូលចិត្តចិញ្ចឹមសត្វសំណក់ជាសត្វចិញ្ចឹមនៅក្បែរផ្ទះហើយស្រាប់តែចង់ការពារនៅប្រភេទជាជំងឺឆ្លងក៏មានដែរហើយក៏ដូចជាបកកំពុងតែចិញ្ចឹមហើយស្រាប់តែជួបប្រទះនៅបញ្ហាមានចៃតកែច្រើនចិញ្ចឹមទៅវាងាប់ច្រើនមិនដឹងមូលហេតុមិនមានវិធីដោះស្រាយអំពូបងដល់គ្នាឲ្យតំណងមកបាទដើម្បីឲ្យកូនសំណក់របស់យើងកាន់តែមានសុខភាពល្អគឺយើងមានជាប្រភេទវ៉ាក់សាំងការពារជំងឺឬក៏ប្រឹក្សាយោបល់អំពីបច្ចេកទេសនៃការចិញ្ចឹមសំណក់បានឬក៏បងប្អូនទាំងអស់គ្នាត្រូវការជាប្រភេទសាប៊ូកក់សក់ថ្នាំសម្រាប់ព្យាបាលនៅជំងឺអង្គែចៃតកែហ្នឹងគឺមានបាទគឺយើងមានជា spray ជាប្រភេទដបថ្នាំសាប៊ូកក់សក់ក៏ដូចជាថ្នាំបាញ់សម្រាប់ឬក៏ថ្នាំប៉ូវបន្ថែមទៅលើការចិញ្ចឹមសំណក់របស់យើងបាទសូមអរគុណ